បាទបងប្អូនចន្ទីស្លឹកក្រហមហ្នឹងគឺបណ្ដាលមកពីអីបងប្អូនអរនេះបាទចន្ទីនេះវាមានស្លឹកក្រហមបាទស្លឹកក្រហមពេលខ្លះគឺវាកំពុងតែជ្រុះស្លឹកបាទវាកំពុងជំរុះស្លឹកបាទដើម្បីអីដោះបណ្ដូលឬក៏ដោះត្រួយមកវិញបាទបង្កើតនៅកញ្ចុំគីសញីហើយនឹងកញ្ចុំគីសឈ្មោលបាទដើម្បីឲ្យចន្ទីនេះគឺវាមានដាក់ផ្កាដាក់ផ្លែដាក់គ្រាប់បានច្រើនបាទហើយមួយទៀតចន្ទីខ្លះទៀតគឺស្លឹកក្រហមក៏អាចបណ្ដាលមកពីខ្វះពពួកជីវជាតិនៅក្នុងដីបងប្អូនបាទវាខ្វះពពួកជីវជាតិនៅក្នុងដីបាទដល់ពេលដីវាខ្វះជីវជាតិក៏អាចបណ្ដាលឲ្យស្លឹកចន្ទីហ្នឹងក៏ក្រហមដូចគ្នាបាទវាខ្វះពពួក GNPK ណាជួយរឹសជួយស្លឹកជួយមើមជួយផ្លែជួយដើមជួយដីបាទបងប្អូនអរគ្នាត្រូវចាំថាចន្ទាវាមិនមែនផ្លែតែមើលកញ្ចុំទេបាទចន្ទីគឺវាផ្លែច្រើនបាទរាប់ពាន់ផ្លែក្នុងមួយដើមហ្នឹងគឺរាប់ពាន់ផ្លែអញ្ចឹងណាបាទផ្កាគឺច្រើនអញ្ចឹងវាត្រូវការអីវាត្រូវការបឺតស្រូបជញ្ជក់នៅសារធាតុចិញ្ចឹមពីដីទៅយ៉ាងខ្លាំងតែម្ដងបាទអញ្ចឹងហើយបានចន្ទីខ្លះកាន់តែដាំយូរទៅវាកាន់តែមិនល្អដោយសារវាខ្វះពពួកសារធាតុចិញ្ចឹមបាទអញ្ចឹងវាបឺតស្រូបចិញ្ចឹមច្រើនមែនទែនដោយសារវាផ្លែច្រើនណាបាទក្នុងមួយដើមនេះគឺផ្លែមានផ្កាច្រើនរាប់ពាន់ផ្លែបាទអញ្ចឹងអាហ្នឹងគឺដែលធ្វើឲ្យវាបឺតស្រូបខ្លាំងមែនទែនអញ្ចឹងដំណោះស្រាយគឺយើងមានតែប្រើប្រាស់ជីធម្មជាតិឬក៏ជីទឹកបាទដើម្បីជម្រាបទៅដល់ឫសបាទហើយឬក៏ប្រើជីគ្រាប់ក៏បានដែរបងប្អូនណាបាទដើម្បីឲ្យចន្ទីនេះគឺវាល្អបាទ